ស្ដីបងប្អូនទាំងអស់គ្នាបាទឥឡូវខ្ញុំមកបង្រៀន Excel បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូននេះចង់បូកលេខអញ្ចឹងឧទាហរណ៍ថាខ្ញុំមានលេខទាំងអស់នេះខ្ញុំធ្វើការបូកចូលគ្នាអូខេអញ្ចឹងសម្រាប់អ្នកដែលអត់ចេះ Excel គឺអាចមើលវីដេអូនេះបានងាយឥឡូវខ្ញុំដាក់មួយជួរទៀតបូកមកឃើញប្រហែលបងប្អូនទាំងអស់គ្នាអូខេចឹងនេះគេហៅ Excel ឥឡូវយើងធ្វើការបូកឥឡូវខ្ញុំធ្វើការបូកជួរនេះបាទ12បូក44អញ្ចឹងទី1បងប្អូនដាក់សញ្ញាស្មើហើយคลิกលើលេខ12ហើយបាក់សញ្ញាបូកហើយដាក់ជាមួយនឹងคลิกលើ44ហើយ enter អញ្ចឹងពេលនេះស្មើ56នេះឃើញទេបាទ select ទាំងពីរហ្នឹងទៅស្មើ56និយាយទៅបងប្អូនហ៊ានបាច់បូកក៏បានដែរគ្រាន់ select ក៏វាបូកចេញនៅខាងក្រោមនេះដែរសាំទៅមធ្យមមកភាគទៀតអញ្ចឹងកន្លែងនេះគឺយើងធ្វើការបូក12បូក44ហើយបងប្អូនអរគ្នាបាទអានេះស្មើប្រហែលអញ្ចឹងបងប្អូនធ្វើការបូកទៀតអានេះបូកឲ្យអានេះនេះ34បូក33ហើយ enter ស្មើអានេះបូកឲ្យអានេះបាទសម្រាប់អ្នកអត់ចេះខ្ញុំអត់និយាយថាហ្នឹងជាស្អីទេគ្រាន់តែនេះបានហើយអូខេអូខេស្មើ56ដាក់សញ្ញាបូកជាមួយនឹងនេះចុះបើយើងមានលេខច្រើនបងប្អូនមិនបាច់ធ្វើការបូកអញ្ចឹងទេអូខេបងប្អូនធ្វើការទាញវាមកនេះចេញសញ្ញានឹងហើយបងប្អូនឃើញទេទាញឆ្វោកហើយបាទហើយបូកចេញមកអញ្ចឹងអូខេអានេះបូកជួរជាមួយនឹងជួរដេកនេះបាទមួយជួរអញ្ចឹងឥឡូវខ្ញុំធ្វើការបូកទាំងអស់លើចុះក្រោមហើយធ្វើម៉េចដឹងមានរូបមន្តមួយទៀតដែលគេហៅថាសញ្ញាស្មើបើសិនជាបងប្អូនអត់ចេះបងប្អូនបូកអញ្ចេះបាទបូកអានេះបូកអានេះបូកបន្តគ្នាទៅចេញសញ្ញាស្មើបែបនេះឥឡូវបងប្អូន select មើលឥឡូវខ្ញុំដាក់ពណ៌ណា select មើលនេះឃើញទេ1966ដូចគ្នាអត់ដូចតែយើងមានរូបមន្តណាយើងអត់ធ្វើការបូកអញ្ចឹងទេមិនមែនជាកាសចូលទេបាទយើងមិនធ្វើការបូកលើកាសចូលទេនេះក្នុង Excel file លើកុំព្យូទ័របាទដាក់សញ្ញាស្មើយើងមានរូបមន្តមួយហៅថា sum SUM ហើយបងប្អូនហ៊ានបើកពង្កចកអស់ពីលើដល់ក្រោមពង្កចកមកវិញស្មើត្រូវអត់នេះទាញឆ្វោកមកបងប្អូនឃើញទេ1308ត្រូវហើយមួយទៀតបើសិនបងប្អូននេះចង់បូកអានេះបាទឃើញ3274ត្រូវអត់នេះយើង select លើអានេះមកយើងអស់ឆ្វោកបែបនេះបាទគឺដេកត្រូវទេបាទបងប្អូនគណិតមើលគឺត្រូវអូខេអញ្ចឹងការបូក Excel ងាយបែបហ្នឹងអរគុណជួបគ្នាវីដេអូក្រោយបន្តទៀតបើសិនបងប្អូនចូលចិត្តវីដេអូនេះជួយ comment មកខ្ញុំធ្វើការដាក់បន្តទៀតនៅលើ channel ហ្នឹងតែម្ដង